លោកគ្រូជួយបញ្យល់អំពីមុខងារអាតូនិកផងបាទអរគុណបងបាទប្រហែលជាចន្លោះវីដេអូនឹងមួយអត់ទាន់បានចែកម្លែកទៅកាន់បងប្អូនយើងអូខេសម្រាប់អាតូនិកបើយើងនិយាយពីមុខងាររបស់វាបាទអាតូនិកវាមានមុខងារទៅជួយឲ្យរុក្ខជាតិរបស់យើងលូតលាស់ល្អបើយើងយកទៅប្រើនៅលើដីប្រើទៅលើជីកំប៉ុស្តយើងយកទៅលាយជាមួយជីកំប៉ុស្តឬក៏ជីទឹកដែលយើងស្រោចគល់ណាបាទរដូវវស្សារដូវធ្លាក់ភ្លៀងអីចឹងទៅជាដើមអញ្ចឹងវាមានមុខងារធ្វើឲ្យឫសរបស់រុក្ខជាតិយើងវាដុះលឿនបាទវាដុះវែងល្អមានកម្លាំងអ្នកខ្លះក៏គេយកទៅត្រាំដើមដំឡូងក៏មានដែរបដុះឫសណាបាទឬក៏ស្រោចទៅលើកូនឈើបាទឬក៏ដំណាំដែលទើបដាំអញ្ចឹងទៅវាធ្វើឲ្យឫសរបស់រុក្ខជាតិហ្នឹងបឺតស្រូបយកអាហារបានគ្រប់គ្រាន់បឺតលឿនបឺតល្អអាហ្នឹងបើយើងនិយាយពីលើឫសបាទបើយើងនិយាយពីលើស្លឹកវាទៅជួយពន្លូតត្រួយខ្ចីវាទៅធ្វើឲ្យស្លឹកបៃតងលឿនបាទវាធ្វើឲ្យស្លឹកវែងដងវែងល្អហើយបើនិយាយពីប្រយោជន៍ទៅលើផ្កាបាទវាទៅធ្វើឲ្យផ្កាជាពិសេសគឺផ្កាចន្ទីរបស់យើងហ្នឹងបើយើងបាញ់លើចន្ទីណាវាធ្វើឲ្យផ្ការបស់យើងហ្នឹងលូតលាស់មកស្រស់គ្នាវាចេញស្រស់គ្នាល្អផ្កាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតកេសរញីឈ្មោលបាទហើយវាមានកម្លាំងហើយវាធន់អាកាសធាតុផ្កាអត់ងាយជ្រុះមិនត្រឹមតែចន្ទីទេទាំងកែវលមៀតទាំងតងែនមានអីហ្នឹងតរៀនអីហ្នឹងគឺយើងអាចប្រើបានទាំងអស់ពពួកអាតូនិកណាបាទអញ្ចឹងសួរថាអាតូនិកយើងជាអីជា NPK មែនទេមិនមែនទេបងប្អូនកុំច្រឡំអាតូនិកវាប្រៀបដូចជាអាហារបំពន់ប្រៀបដូចជាភេសជ្ជៈសម្រាប់ជំនួយរុក្ខជាតិបាទបើយើងនិយាយឲ្យចំទៅដូចខារ៉ាបាវដូចគោជុលដូចភេសជ្ជៈបើកម្លាំងវឹកអីចឹងណាបាទដែលយើងធ្វើការហែវហត់អស់កម្លាំងអីយើងយកទៅហូបអីចឹងទៅដើម្បីឲ្យយើងមានកម្លាំងមានធម៌ពលបណ្ដោះអាសន្នអញ្ចឹងអាតូនិកហ្នឹងវាប្រៀបដូចជាភេសជ្ជៈអញ្ចឹងបាទវាមិនមែនជា NPK ជីសរីរាង្គអីទេវាជាប្រភេទពពួកជំនួយអរម៉ូនជំនួយជំរុញបន្ថែមពីលើហើយគេចូលចិត្តយកវាទៅប្រើផ្សំជាមួយនឹងជីកំប៉ុស្តជីសរីរាង្គទឹកឬក៏ជី NPK នឹងឯងដែលគេចូលចិត្តយកទៅផ្សំជាមួយដើម្បីអីគឺដើម្បីឲ្យរុក្ខជាតិនឹងបឺតយកសារធាតុចិញ្ចឹមដែលយើងផ្សំជាមួយដូចជាពពួក NPK សង្កសីអីជាដើមកាល់ស្យូមបរ៉ុននេះហ្នឹងណាបាទគឺយើងផ្សំជាមួយអាតូនិកទៅវាធ្វើឲ្យរុក្ខជាតិរបស់យើងនឹងវាបឺតស្រូបបានយ៉ាងលឿនងាយស្រួលបាទហើយវាយកទៅប្រើការបានទាន់ពេលវេលាហើយអាតូនិកបើសិនជាយើងប្រើនៅរដូវវស្សារដូវភ្លៀងវាធ្វើឲ្យរុក្ខជាតិលូតលាស់ដោយមិនចាំបាច់ពឹងពាក់ទៅលើពន្លឺថ្ងៃទេអាហ្នឹងអាតូនិកតែបើយើងប្រើអាតូនិកនៅរដូវប្រាំងរដូវក្តៅអញ្ចឹងវាជួយឲ្យរុក្ខជាតិរបស់យើងតងផ្កាឬក៏ក្តឹបចន្ទីរបស់យើងវាស្វិតវាអត់ងាយជ្រុះវាធន់អាកាសធាតុបានយូរអីចឹងទៅបាទហើយកុំប្រើលើសកំណត់បើយើងប្រើបរិមាណយើងលាយតិចទៅឧទាហរណ៍ថា1000លីត្រអីជាដើមអញ្ចឹងទៅបងប្អូនដាក់តែកន្លះដបអីទៅអាហ្នឹងគឺវាបោហើយកុំឲ្យទៅដាក់ច្រើនពេកបាទឬក៏យើងយូរយើងបាញ់ម្ដងមួយជើងពីរជើងអីយើងដាក់ម្ដងដាក់លាយកន្លះដបអីតិចតួចអី1000លីត្រអត់អីទេណាតែកុំឲ្យលាយច្រើនពេកព្រោះយើងបាញ់កាល់ស្យូមបរ៉ុនយើងបាញ់ស៊ុបហ្វាមអីហើយវាគ្រប់គ្រាន់ហើយតែបើយើងយកទៅលាយតិចបានដូចសារ៉ាយសមុទ្រដែរយើងអាចលាយតិចបានអត់ជាបញ្ហាទេអាហ្នឹងគឺសម្រាប់អាតូនិកបាទហើយមួយទៀតណាពេលដែលយើងប្រើអាតូនិកក៏វាជាចំណែកមួយដែលធ្វើឲ្យចន្ទីរបស់យើងកាត់បន្ថយ stress ជាពិសេស stress ដោយសារសត្វល្អិត stress ដោយសារតែអាកាសធាតុបាទកាលណាដែលយើងប្រើអាតូនិកបាញ់ពីលើវាធ្វើឲ្យចន្ទីរបស់យើងកាត់បន្ថយ stress ក៏វាអាចចេញក្តឹបមកបានដែរដូចគ្នាអញ្ចឹងសូមបងបើអាចលាយចោះណាយើងប្រើក៏បានមិនប្រើក៏បានប៉ុន្តែយើងគិតថាបើសិនជាយើងប្រើជីទឹកអីផ្សេងប្រើ NPK អីអស់ជំរើសហើយបងប្អូនអាចយកអាតូនិកទៅកាត់ stress បានអត់អីទេចន្ទីណាប៉ុន្តែមិនសន្មត់ថា 100% វាជោគជ័យទេតែយ៉ាងណាក៏វាជាចំណែកមួយជួយឲ្យយើងចន្ទីឬក៏ដំណាំរបស់យើងវាល្អប្រសើរដែរអញ្ចឹងបងប្អូនគួរតែយកទៅប្រើចោះយើងអាចលាយបានជាមួយនឹងថ្នាំសត្វល្អិតជាមួយថ្នាំសម្មាលយើងអាចលាយបានជាមួយនឹងថ្នាំជំងឺផ្សេងណាយើងអាចលាយបានលាយចោះអត់អីទេតែកុំច្រឡំណាវាមិនមែនពពួក NPK ទេតិចច្រឡំថាអាហ្នឹងជីទៅដឹងបាញ់ទៅហេតុអីបានគ្រាប់វាអត់ធ្ងន់សោះឬក៏
ស្លឹកវាអត់ខ្មៅក្របស្អាតដូចប្រើ NPK អូខេបងប្អូនប្រើលីមួយ G NPK បានវាល្អឬក៏បងប្អូនអាចប្រើលីជាមួយ Super Farm ឬក៏បងប្អូនអាចលីជាមួយ Boron ឬជាមួយសារ៉ាយសមុទ្រអីបានអត់ជាបញ្ហាទេបានចោះអាហ្នឹងគឺសម្រាប់tonic បាទអាហ្នឹងខ្ញុំនិយាយពីរឿង tonic ណាហើយសម្រាប់ការប្រើប្រាស់ជីថ្នាំផ្សេងមិនថាតែ tonic ទេបងប្អូនកុំឲ្យតែយើងប្រើលើសកំណត់វាទៅអាហ្នឹងវាមិនចេះខូចអីក៏វាមិនចេះបញ្ហាដែរហើយកុំឲ្យតែបាញ់ជោគជាពិសេសរដូវក្តៅខ្ញុំសូមផ្ដាំឲ្យផ្ដាំទៀតគឺបាញ់យកសំណើមបាញ់យកផ្សែងមកល្មមអាហ្នឹងគឺយើងវាជោគជ័យហើយចន្ទទីរបស់យើងកាលណាយើងបាញ់ជោគពេកវាមិនសុវត្ថិភាពដល់ចន្ទទីយើងទេបាទសម្រាប់បងប្អូនដែលត្រូវការណាជីថ្នាំអីផ្សេងអាចតាក់ទងមកខ្ញុំបានខ្ញុំសូមនិយាយពីតម្លៃបន្តិចបងប្អូនខ្លះគាត់ច្រឡំថាអេលោកគ្រូថ្នាំគាត់លក់ថ្លៃជាងគេតែក៏មានបងប្អូនខ្លះអេលោកគ្រូលក់ថោកជាងគេខ្ញុំបញ្ជាក់ណាកាល់ស្យូមបរ៉ុនខ្ញុំមាន4សមាសធាតុនៅហ្នឹងវាមានកាល់ស្យូមវាមានទាំងសង្កសីម៉ាញ៉េស្យូមនិងបរ៉ុនមានត្រឹមតែ 3% ទេសង្កសីមាន 2% ម៉ាញ៉េស្យូមមាន 2% ហើយនិងកាល់ស្យូមមាន 30% បាទអញ្ចឹងភាគរយវាតិចទេហើយមួយដបតម្លៃ 40000 រៀលបាទយើងអាចយកទៅលាយបានទឹក 1000 លីត្របាទសារ៉ាយសមុទ្រឬក៏យើងហៅថាស៊ីវីតបាទស៊ីវីតរបស់ខ្ញុំមួយដប 35000 បាទ 35000 រៀលទេមួយដបបងប្អូនអាចរើមើលនៅតំបន់ផ្សេងតាមដូចជាដេប៉ូដូចទៅខាងឆ្លងមាន2កន្លែងនៅខាងប្រមាផ្ទះបង្រៀនបាទបង្រៀននៅប្រមាបាទក៏មានលក់ដែរផ្ទះលោកគ្រូជាបាទបងជានៅដំរីផុងបាទក៏មានលក់ដែរបងសុកហុងនៅខាងព្រៃប្រសពហួសកំពង់កឡើងទៅតិចណាបាទក៏មានលក់ដែរបាទនៅអត់ដល់ស្រុកព្រៃប្រសពទេប៉ុន្តែយើងឆ្លងដល់ឆ្លងទៅបន្តិចមានហើយបាទផ្ទះចាទូចនៅត្បូងឃ្មុំបាទក៏មានដែរដេប៉ូសុរនារីបាទនៅស្ទឹងត្រង់បាទក៏មានលក់ដែរហើយនឹងបងឆៃរ៉ូបាទមេធំរបស់យើងបាទនៅស្រុកស្ទងបាទខេត្តកំពង់ធំក៏មានលក់លោកគ្រូសោភ័ណ្ឌបាទលឿសោភ័ណ្ឌឬម្ចាស់ចការចន្ទទីបាទនៅតាពាំងប្រាសាទបាទក៏មានលក់ដែរហើយនឹងបងឆាងនៅលងវែងបងប្អូនអាចទៅរកទិញបានណាបាទអញ្ចឹងខ្ញុំបញ្ជាក់តម្លៃអាតូនិកឬក៏ស្ដេចបលូតរបស់ខ្ញុំហ្នឹងមួយដបតែ 30000 រៀលទេបាទមួយដប 30000 រៀលអាចលេបបានចន្លោះ 1500 លីត្រទៅ 2000 លីត្ររដូវផ្កាក្តឹបណាហើយស៊ីវីតមួយដបតែ35000 រៀលទេអាចលេបបានដូចគ្នាកាល់ស្យូមបរ៉ុន 40000 រៀល NPK 15 3ដើមលាយជាមួយនឹង63235មួយដប 35000 អញ្ចឹងបងប្អូនអាចទៅរកទិញបានអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណេះចោះបាទហើយក៏អរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំគ្រប់វីដេអូទាំងអស់បាទកន្លែងណាមិនល្អចលះចោលទៅកន្លែងណាល្អក៏ទទួលយកចោះបាទហើយកុំភ្លេចជួយ share ជួយចែករំលែកវីដេអូនេះផងកុំភ្លេច follow page ផងបាទអរគុណ